មិនថាពស់មិនថាត្រីមិនថាកង្កែបមិនថាថ្លែនបើជួបសត្វស្លាបមកប្រភេទនេះហើយគឺមិនងាយគេចផុតពីចំពោះរបស់វាទេជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូបង្ហាញអំពីសត្វស្លាបមួយប្រភេទដែលមានឈ្មោះថាសត្វក្រសាធ្នង់បើនិយាយអំពីក្រសាធ្នង់នេះវិញបងប្អូនទាំងអស់គ្នាហើយគឺថាប្រកែកចាក់មែនទែនចំពោះរបស់វាស្រួចមិនថាថ្លែនមិនថាកង្កែបមិនថាពស់មិនថាត្រីអីទេបើថាបើបានជួបវាហើយគឺមិនងាយរួចខ្លួនតែម្ដងគឺថាចំពោះវាមុតមែនទែនហើយកសាដែលខ្ញុំថតបានគឺមានពីរប្រភេទគឺកសាប្រផេះនិងកសាធ្នង់នេះឯងកសាទាំងពីរនេះគឺអត់ប្របាក់ចំណាំទេកសាធ្នង់គឺសម្បល់វាបែបហ្នឹងបងប្អូនហើយកសាប្រផេះគឺសម្បល់វាពណ៌ប្រផេះតែម្ដងហើយភាគច្រើនយើងជួបប្រទះវានៅតាមតំបន់ដីសើមផ្សេងកសាធ្នង់ជាទូទៅមានកម្ពស់ពី76ទៅ90សង់ទីម៉ែត្រពេលពេញវ័យបន្ទូលក្បាលខ្មៅនិងបន្តដោយកំពយវែងកវែងពោទឹកក្រូចនិងឆ្នូតខ្មៅចាប់ពីគល់ចម្ពុះតាមបណ្ដោយករហូតដល់ទ្រូងពោះនិងគៀមលើផ្នែកខាងក្រោមស្លាបពណ៌ឈាមជ្រូកទីជម្រកតំបន់ដីសើមព្រៃលិចទឹកវាលភក់រុក្ខជាតិបឹងនិងទន្លេរបាយវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជពេញមួយឆ្នាំពងចំនួន3ទៅ6គ្រាប់វីដេអូនេះដែរក៏បានដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា